ជំនួយសប្បុរសធម៌ដំសនេតូឡាវមេងហួតនិងលោកជំទាវសម្រាប់គ្រួសារដែលកំពុងរងការលំបាកខ្វះខាតខ្លាំងនិងជួបអបតេវៈហេតុគ្រោះថ្នាក់ចរាចរណ៍រស់នៅភូមិដីក្រហមតំបន់ភ្នំ1500ស្រុកវាលវែងខេត្តពោធិ៍សាត់ក្រោយពីឯកឧត្តមសនេតូឡាវមេងហួតអនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍សម្ដាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃនិងលោកជំទាវបានឃើញព័ត៌មានបង្ហោះតាមបណ្ដាញសង្គម Facebook ស្វែងរកជំនួយអំពីគ្រួសារមួយដែលកំពុងមានបញ្ហាលំបាកទុកជាន់លើទុកជីវភាពខ្វះខាតជាខ្លាំងថែមទាំងជួបអបតេវៈហេតុគ្រោះថ្នាក់ចរាចរណ៍នឹកស្មានមិនដល់ទើបនៅរសៀលថ្ងៃទី24មិថុនា2025ឧត្តមសនេតូនិងលោកជំទាវបានផ្ដល់អំណោយតាមរយៈលោកខុតកុយអង្គភាពសារព័ត៌មាន SL Daily រួមជាមួយនឹងក្រុមការងារចុះទៅជួបសំណេះសំណាលសាកសួរសុខទុក្ខនិងនាំយកជំនួយទៅជួយដល់គ្រួសាររងគ្រោះនោះ40,000ស្មើនឹង$100ដើម្បីជូនបងប្រុសបាទទឹកចិត្តដល់ថ្លៃថ្លាឲ្យដំសនេតូឡោខូតដែលឲ្យដល់សុខភាពមានចិត្តសប្បុរសខ្លាំងមែនទែនទៅបាទគ្រួសារដែលទទួលបានជំនួយគឺលោកពូលូតប៊ុនអាយុប្រមាណជាង40ឆ្នាំរស់នៅតំបន់ភ្នំ1500ភូមិដីក្រហមឃុំមន្លងរៀបស្រុកវាលវែងខេត្តពោធិ៍សាត់លោកជាពោះម៉ាយមានកូននៅក្នុងបន្ទុកចំនួន5នាក់បន្ទាប់ពីប្រពន្ធបានទទួលមរណភាពកាលពីឆ្នាំមុនការរស់នៅរបស់គ្រួសារនេះកាន់តែធ្ងន់ធ្ងរឡើងទៅទៀតបន្ទាប់ពីលោកត្រូវរងគ្រោះថ្នាក់ចរាចរណ៍ដល់ថ្នាក់មិនអាចបន្តការងាររកទទួលទានដែលធ្លាប់ធ្វើបានសោះកូនស្រីច្បងរបស់លោកក៏បានរងការបៀតបៀនលើរាងកាយខណៈពេលដែលកូនប្រុសទី2ទៀតក៏រងគ្រោះថ្នាក់បាក់ជើងនិងមិនទាន់បានដោះដែកចេញនៅឡើយជីវភាពរស់នៅបច្ចុប្បន្នត្រូវសង្ឃឹមលើអ្នកជិតខាងនិងការសប្បុរសរបស់អ្នកមានទឹកចិត្តល្អតែប៉ុណ្ណោះផ្ទះរបស់លោកពូស្ថិតនៅក្នុងតំបន់ភ្នំ1500កណ្ដាលចំការក្បែរជើងភ្នំដាច់ឆ្ងាយពីផ្ទះអ្នកភូមិផ្លូវពិបាកធ្វើដំណើរឆ្ងាយពីសាលារៀនធ្វើឲ្យកូនពិបាកធ្វើដំណើរទៅរៀនសូត្រជាពិសេសមានករណីខកខានច្រើនរៀនមួយថ្ងៃខានដល់10ថ្ងៃក៏មានកូនខ្លះត្រូវបង្ខំចិត្តឈប់រៀនថែមទៀតលោកពូលូតប៊ុនបានប្រាប់ក្រុមការងារយើងដែលបានធ្វើដំណើរពីក្រុងភ្នំពេញប្រមាណ327គីឡូចេញពីភូមិដោយជិះរថយន្តកែច្នៃផ្លូវឡើងចុះចម្រាក់ភ្នំជិត2000ម៉ែត្រទៅជួបផ្ទាល់ថាកាលពីមុនគាត់តែងតែដើរស៊ីឈ្នួលគេគ្រប់សពបែបយ៉ាងបានប្រាក់បន្តិចបន្តួចដោះស្រាយជីវភាពរូបគាត់ព្យាយាមឲ្យកូនបានទៅសាលារៀនសូត្រនឹងគេតែដោយសារកត្តាជីវភាពផ្លូវពិបាកធ្វើដំណើរឡើងភ្នំចុះភ្នំទើបកូនគាត់បង្ខំចិត្តឈប់រៀនជាបន្តបន្ទាប់ម្យ៉ាងរូបគាត់ជួបអបតេវៈហេតុគ្រោះថ្នាក់ចរាចរណ៍របួសលើផ្ទៃមុខភ្នែកដៃជើងនិងដងខ្លួនយ៉ាងដំណំទើបចេញពីមន្ទីរពេទ្យថ្មីរបួសមិនទាន់ជាសះស្បើយមិនអាចប្រកបការងាររកស៊ីអ្វីបានសោះបើតាមការលើកឡើងពីអ្នកភូមិដីក្រហមថាលោកពូលូតប៊ុនពិតជាមានជីវភាពលំបាកខ្លាំងប្រពន្ធស្លាប់ចោលរយៈពេលជាង1ឆ្នាំបន្សល់ទុកកូន5នាក់នៅក្នុងបន្ទប់រស់នៅផ្ទះតូចទ្រុឌទ្រោមមួយដំបូលប្រក់ស័ង្កសីជញ្ជាំងធ្លុះធ្លាយហើយថ្មីនេះត្រូវបានសប្បុរសជនជួយប្រក់ដំបូលនិងប៉ះពៅជញ្ជាំងខ្លះអំណោយជាសម្ភារៈគ្រឿងឧបភោគបរិភោគសៀវភៅសិក្សានិងថវិកាដែលឧត្តមសនេតូឡាវមេងហួតនិងលោកជំទាវផ្ដល់តាមរយៈលោកខុតកុយអង្គភាពសារព័ត៌មាន SL Daily យកទៅចែកជូនលោកពូលូតប៊ុនដើម្បីកាត់បន្ថយការលំបាកបានមួយគ្រារួមមានអង្ករចំនួន 4B មីដុំចំនួន1កេសធំទឹកស៊ីអ៊ីវ1កេសអាវយឺត3សៀវភៅសិក្សា30ក្បាលទឹកដោះគោ5កេសនិងថវិកាចំនួន40,000រៀលក្នុងនាមជាតំណាងគ្រួសារលោកពូលូតប៊ុនបានគោរពថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមសនេតូឡាវមេងហួតនិងលោកជំទាវដែលបានអាណិតអាសូរចំពោះគ្រាលំបាករបស់គាត់និងបានផ្ដល់ជំនួយយ៉ាងមេត្តាករុណាព្រមទាំងថ្លែងអំណរអគុណដល់សមាជិកអង្គភាពសារព័ត៌មាន SL Daily និងបងប្អូនដែលបានចូលរួមយកចិត្តទុកដាក់ដោយផ្ទាល់អំណោយទាំងនេះគឺជាទឹកចិត្តដ៏ប្រពៃរបស់ឯកឧត្តមនិងលោកជំទាវ